បាទសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូបន្តទៀតបាទលោកគ្រូសូមជូនវិញ្ញាសាតេស្តង់ដារថ្នាក់ទី6ខែធ្នូបាទផ្នែកគណិតវិទ្យាបាទសម្រាប់តែសេចក្តីព័ត៌មានអំពីម្ដាយរបស់អ្នកបាទអញ្ចឹងប្រធានមួយហ្នឹងលោកគ្រូបានធ្វើម្ដងរួចហើយបងប្អូនចូលទៅមើលអឺមេរៀនមុនទៅបងប្អូនណាមិនជាឆ្ងាយប្រហែលទេប្រហែលដូចការមេរៀនមុននេះបងប្អូនចូលទៅមើលអាហ្នឹងទៅជាគំរូបាទលោកគ្រូអត់ធ្វើឲ្យទេតែសេចក្តីធ្វើទៅវាដើរពេកដែរបាទអញ្ចឹងកុំឲ្យខាតពេកយើងចូលមកធ្វើលំហាត់គណិតនេះតែម្ដងបាទ ទីមួយចូលផ្គូផ្គងពាក្យនៃចំនួនក្នុងជួរ A និយាយមក A បារាំង A ឲ្យត្រូវនឹងចំនួនក្នុងជួរ B ឲ្យបានត្រឹមត្រូវហើយផ្អែកដែលបំពេញចម្លើយក្នុងជួរ AB នេះជួរនេះណាអញ្ចឹងជួរនេះគេឲ្យជាអក្សរចំនួននោះសរសេរជាអក្សរមកខាងនេះ B នេះចំនួនសរសេរជាលេខអញ្ចឹងផ្គូផ្គងវាត្រូវគ្នាឥឡូវយើងមើលលេខ1អឺ551លានយើងមើលមកមានទេឥឡូវយើងរាប់មើលនេះជាងនេះគេអានតាមថ្នាក់អញ្ចឹងយើងរាប់លេខ3មក 3ថ្នាក់ឯកតា3ថ្នាក់ពាន់អញ្ចឹងចាប់ពីថ្នាក់ពាន់គឺថ្នាក់លានហ្នឹងបាទអញ្ចឹង551លាន91អ្នក711,000 711,000បាទ142អ្នកអញ្ចឹងចម្លើយត្រឹមត្រូវគឺត្រឹមមុខវាតែម្ដងគឺកចាំមើលបន្តទៀតលេខ2 4,100លាន4,100លាននេះបងនេះនេះ3ចោលទៅដល់ត្រឹមនេះមកលើគឺក្នុងលានហើយ4,100លានបាទ4,100លាន213,000 213,000493ជាងចម្លើយត្រឹមត្រូវនៃទី2នេះគឺចម្លើយកចម្លើយកចឹងចម្លើយចុងក្រោយមកទៀតគឺមិនបាច់ចាំបាក់គិតក៏បានគឺខតែម្ដងបងតែយើងផ្ទៀងផ្ទាត់នៅគីឡូសេខបាទ35,000លាន35,000លានពាន់នេះលានទេណាអានថា36,000លានអញ្ចឹងត្រឹមថ្នាក់ឡើងនេះគឺលានអញ្ចឹង36,000លានបាទតមកទៀតគឺប៉ុន្មានទៀត24,401នេះ24,401នេះបាទសូមសារយើងមិនអានក៏បានអញ្ចឹងខត្រឹមត្រូវឥឡូវចូលទៅមុខទៀតបាទលំហាត់ទី2ដែលថាតើចំនួននិងពាក្យអានចំនួនខាងក្រោមត្រឹមត្រូវឬទេជួបគូរង្វង់លើពាក្យត្រូវលើចម្លើយដែលកូនគិតថាត្រឹមត្រូវនិងគូវងលើពាក្យខុសលើចម្លើយដែលកូនគិតថាខុសបាទមួយបន្ទុកអញ្ចឹងគេឲ្យឧទាហរណ៍មួយសាច់នេះបងណាបាទលើឧទាហរណ៍ដល់លេខនេះចុះលេខនេះយើងអានមក301ចុចនេះចុច025 025 301.025បាទត្រឹមត្រូវអញ្ចឹងគូរង្វង់វាលើវាមកឥឡូវយើងមើលនេះគេសេអញ្ចឹងណាហើយដល់ពេលគេអាន0.37 0.37បាត់0នេះមួយក៏ពិតអានថា0.037ត្រឹមត្រូវអញ្ចឹងកន្លែងនេះខ្វះ0នេះវាខុសហើយបាទគូកន្លែងខុសភ្លឹបបាទនេះអានថា1.101 1.101បាទអញ្ចឹង0ពីមុខបាច់អានទេ1.101បាទត្រឹមត្រូវមែនទេចា៎មិនពិបាកអីទេចូលដល់លេខ3មិនពិបាកណាបើសិនជាយើង close នេះអាចខុសណាស្រួលយកបន្ទុកក៏ស្រួលអត់បានបន្ទុកដែរពេលខ្លះ close នេះ template អត់ដែរលេខ3ចូលរៀបលំដាប់ចំនួនពីតូចទៅធំនិងច្រាស់មកវិញដែលយកលេខនៅក្នុងប្រអប់ទៅសរសេរបំពេញចន្លោះបាទចុចនេះឲ្យបានត្រឹមត្រូវនេះតែចុចនេះអញ្ចឹងពីតូចទៅធំគេផ្ដើមមកលេខយើងមួយស្រេចហើយ5លានបាទ055,000 005 5លាននេះយកលេខនេះបដាក់ឲ្យយកលេខនេះមកហើយអញ្ចឹងប្រអប់នេះមិនចាំគិតទេគិតតែ4ប្រអប់អញ្ចឹងបន្ទាប់ពីលេខហ្នឹងទៅយើងមើលលេខបន្ទាប់ទៀតតើលេខណាធំបន្ទាប់គឺយើងដល់នេះទៅប្រៀបធៀបនេះហើយ5លានហ្នឹងមិនមើលទេ5លានដូចគ្នាបន្ទាប់មកខ្ទង់សែននេះមើលខ្ទង់សែន5អានេះក៏5បាទអានេះក៏5អានេះក៏5ស្មើគ្នាទៀតអញ្ចឹងយើងមើលខ្ទង់មើលអានេះ0អានេះ0ស្មើគ្នាទៀតអានេះ0ស្មើនេះដែរអានេះ0ស្មើគ្នាបន្ទាប់មកយើងមើលទៅលេខខ្ទង់ពាន់អានេះលេខ5អានេះ0នេះ5អញ្ចឹងមានថាលេខ5 5 5នេះធំហើយ
ចឹងយើងមើលអា0 0ដូចគ្នានេះអានេះ0 0ដូចគ្នាទៀតអានេះទុកសិនណាបងណាដោយសារវាធំធំអញ្ចឹងយើងមើលអាទូចៗតែស្មើនេះអានេះផ្ទុយ500ដូចគ្នាហើយបន្តមកយើងមើលលេខខ្ទង់100បាទខ្ទង់100អានេះលេខ0អានេះលេខ5អញ្ចឹងមានន័យថាកតុយ0នេះទៅជាងគេតបពីនេះណាបាទតបពីបានហ្នឹងហើយនេះលេខហ្នឹងហើយបន្តមកអាលេខមិញហ្នឹងហើយលេខដែលយើងភូហ្វងនេះមិញហ្នឹងបាទបន្ទាប់មកចាប់ដើមមើលលេខកតុយធំធំនេះ505 505នេះនេះបន្ទាប់មកយើងមើលខ្ទង់100នេះលេខ0អានេះលេខ0ដល់ពេលអានេះលេខ0ទៀតអានេះលេខ5អញ្ចឹងន័យថានេះទៅជាងណាទៅជាងដាក់មកនេះយកនេះមកដាក់ប្លុកមកអញ្ចឹងត្រូវគឺលេខហ្នឹងបាទលេខហ្នឹងសិនតែបងអាចយល់អស់បងនិយាយប្រៀបធៀបតាមខ្ទង់វាទៅណាបងណាខ្ទង់មួយមកខ្ទង់ពីខ្ទង់លានមុនណាខ្ទង់ធំមុនមកលានសែនម៉ឺនពាន់រយខ្ទង់10ខ្ទង់រាយអីទៅមើលតាមហ្នឹងអស់មកហើយប្រច្រាស់មកវិញមានពិបាកដែរបងណាគេយកទូចដាក់នេះបាត់ហើយនេះអញ្ចឹងយកនេះអានេះដាក់មុនគេមកអញ្ចឹងត្រឡប់មកវិញទាំងអស់អានេះដាក់មុនគេម្នេះមកអានេះដាក់នេះបដិញទៅអូខេបាទអញ្ចឹងយកអាធំជាងគេដាក់មុនគេនេះតមកអាលេខនេះហ្នឹងនេះបាទបន្ទាប់មកនេះនេះបន្តមកទៀតនេះគ្មានអីពិបាកទេចេះលំបាកតែមិនចេះពិបាក10បាទលេខ4ចូលលំហាត់លេខ4ចូលបំពេញចន្លោះឲ្យបានត្រឹមត្រូវបំពេញចន្លោះបានត្រឹមត្រូវមើលបន្ទូដែរបូរ៉ាលោតកម្ពស់ចំនួន3លើកដោយលើកទី1លោតបាន1.190ម៉ែត្រ1.190ម៉ែត្រ95ម៉ែត្រលើកទី2លោតបាន1.189ម៉ែត្រនិងលើកទី3លោតបាន1.193ម៉ែត្រដូចនេះគាត់លោតបានកម្ពស់គាត់លោតបានខ្ពស់ជាងគេនៅលើកទីម៉ាអញ្ចឹងក្នុងចំណោមគាត់លោត3លើកលោត3លើកហ្នឹងតើគាត់លោតបានខ្ពស់ជាងគេនៅលើកទីប្រមាណយើងប្រៀបធៀបនឹងដូចមិញអញ្ចឹងអានេះ1ស្មើនឹងទៅអានេះ9អានេះ8អានេះ9ដែរអញ្ចឹងអា8បាត់ទៅជាងគេបន្តមកលេខ9មកលេខមកទៀតអានេះលេខ3អានេះលេខមកលេខ5អញ្ចឹងលើកទី1គាត់លើកបានខ្ពស់ជាងគេបាទលើកទី1បាទបានកម្ពស់ម៉ែត្រអញ្ចឹង1.195ម៉ែត្រពិបាកទេមើលចម្លើយឃើញភ្លាមមកតទៅលំហាត់បន្តទៀតបាទបន្តទៀតគឺជាចំណោទខ្លីៗដែរគូនេងរៀបចំសួនបន្លែរបស់គាត់បានទិញលួសសំណាញ់លើកទី1ចំនួន120.155គីឡូក្រាមហើយលើកទី2ចំនួនហើយលើកទី2ចំនួន2.25គីឡូក្រាមតើគូនេងទិញលួសសំណាញ់ទាំងពីរលើកសរុបប៉ុន្មានគីឡូក្រាមចំពោះសញ្ញាទីក្នុងប្រអប់មកចម្លើយណាមួយដែលត្រឹមត្រូវតែមួយគត់បាទអញ្ចឹងចង់ដឹងថាគាត់ទិញទាំងពីរលើកហ្នឹងទាំងពីរលើកហ្នឹងសរុបប្រមាណឬយកលើកទី1បូកលើកទី2ទៅបូកធម្មតាមកបាទបូកទៅប្រហែលអានេះ5តម្លាក់បាទ5 10សុំតែទឹក1 1បូក1 2 2 2 4អានេះសូអត់តម្លាក់វាមកតែមិនណា2សូបូក2 2តម្លាក់1តម្លាក់បាទជាងឃើញ122.405 122.405បាទហ្នឹងហើយជាចម្លើយត្រឹមត្រូវប៉ុណ្ណេះបាទជាចម្លើយត្រឹមត្រូវតទៅមុខទៀតពូលីយកស្រូវទៅលក់ចំនួន3បាវគាត់ថ្លឹងបាវទី1បាន95.250គីឡូក្រាមបាវទី2បាន89.52គីឡូក្រាមនិងបាវទី3បាន91.720គីឡូក្រាមតើស្រូវរបស់គាត់សរុបប៉ុន្មានគីឡូក្រាមចូលគូសធីកក្នុងប្រអប់ពីមុខចម្លើយត្រឹមណាមួយដែលត្រឹមត្រូវតែមួយគត់អញ្ចឹងដើម្បីដឹងថាស្រូវសរុបរបស់គាត់មានប៉ុន្មានយើងបូកវាទៅ3លើកចូលទៅមកលើកទី1បូកលើកទី2បូកលើកទី3ឥឡូវគឺដាក់ចែកមើលឡើងបូកមកបាទដាក់សញ្ញាបូកដាក់សញ្ញាបូកនេះបូកចុះមក0ថែមគាត់ទៅលេខបូកបាទ5បូក2 7 7បូក2 9 2បូក7បូក2 5មកបូក2សំទោស2បូក5 7 7បូក7 14សលេខ4តែទុក1 1បូក5 6 6បូកនឹង9 15 15បូកនឹង1 16សលេខ6តែទុក1 1បូក4 10 10បូក3 18 18បូក7សំទោស18បូក9 27
27បូកតម្លាក់ចុះមកឃើញ276.490 276.49 អញ្ចឹងក្រោយគឺវាមកសូន្យមិនដាក់ក៏បានដែរដាក់ត្រឹម49ក៏បានអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយបាទចម្លើយកបាទជាចម្លើយត្រឹមត្រូវបាទតទៅមុខទៀតអានេះកមកនេះលឿនពេកចូលលើលំហាត់បន្តទៀតបាទ8លំហាត់បាទនេះអឺមិញសំលុបស្រូវ32.35តោនលុបស្រូវមិញលាបលក់ស្រូវតិចជាងមិញសំ12.525តោនតើមិញលាបលក់ស្រូវបានប៉ុន្មានតោនចូលគូសញ្ញាទីក្នុងប្រអប់ខាងមុខចម្លើយត្រឹមណាមួយដែលត្រឹមត្រូវបាទខាងក្រោមនេះបាទប្រព័ន្ធឲ្យរកស្រូវពីណាគេរកស្រូវមិញលាបហ្នឹងណារកស្រូវមិញលាបអញ្ចឹងមិញលាបលក់ស្រូវតិចជាងមិញសំតិចជាងមិញសំដែរតិចជាងមិញសំដែរពាក្យតិចជាងគឺធ្វើមកទី10ប្រហែលបើតិចជាងប្រមាណយករបស់មិញសំដករបស់គាត់តិចជាងហ្នឹងទៅហើយគាត់លក់បានស្មើគេទេគាត់តិចជាងអញ្ចឹងធ្វើមកទីដកទៅបាទយកស្រូវរបស់មិញសំដកជាមួយនឹងស្រូវដែលតិចជាងបើមិញលាបលក់តិចជាងទៅឃើញបងប្អូនណាដកមកពួកបានដាក់ខ្ចីដាក់អីណាទៅសារពិបាកសរសេរកុំព្យូទ័រណាបងគាត់ថាបងអាចធ្វើបានจะធ្វើបានទីខ្លួនឯងថែមទៅរៀនធ្វើនេះលោកដកសាច់ស្រេចហើយ015អត់បានទេខ្ចីគេដកខ្ចីពីលេខនេះនេះសារ4នេះ10 15សារ5អានេះសារ4 4 12សារ2ហើយ3 15អត់បានទេខ្ចីគេទៀតខ្ចីគេ10អានេះសារតែ1 13 13 13 13 15សារ8តម្លាក់ចុចមកអានេះសារ1ខ្ចីអត់មិញ1ដល់បាត់នេះខ្ចីខាងនេះទៀតខ្ចីលេខ3ខ្ចីលេខ3មក10នោះយើងមួយ11 11 12សារ9អានេះសារ2 2ដល់1ដល់1អញ្ចឹងស្មើនឹង19.825បាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយនេះបាទចម្លើយគោអញ្ចឹងពិបាកទេនេះលំហាត់ចុងក្រោយចូលដល់ស្លាយចំណុចខាងក្រោមមិញណៃមានទម្ងន់ 65.25 គីឡូក្រាមហើយមិញណាមានទម្ងន់ 63.50 គីឡូក្រាមបន្ទាប់ពីហាត់ប្រាណមួយរយៈមិញណៃនៅសល់ទម្ងន់ 62.50 គីឡូក្រាមហើយមិញណានៅសល់ 60.10 គីឡូក្រាមតើនរណាសម្រក់ទម្ងន់បានច្រើនជាងគេបាទស្រកទម្ងន់ច្រើនជាងគេច្រើនជាងប្រមាណគីឡូក្រាមបាទអញ្ចឹងមើលពីអ្នកនេះមិញណៃយើងត្រូវដឹងគីឡូអ្នកទី2ដែលស្រកបានសិនមិញណៃមុនហាត់ប្រាណគាត់ប៉ុណ្ណេះ 65.25 ទៅហាត់ប្រាណវាសល់តែប៉ុណ្ណេះអញ្ចឹងចង់ដឹងតែគាត់ស្រកមកប្រហែលយើងដកទៅមើលទៅទម្ងន់ដើមគាត់ដកទម្ងន់ដែលគាត់នៅសល់ឃើញដែរគាត់ស្រកនៅសល់ប៉ុណ្ណឹងហើយមិញណាដូចគ្នាដកហើយឃើញហើយมันយកទៅប្រៀបធៀបអញ្ចឹងគ្រូដាក់ចម្លើយរួមតែម្ដងទៅបាក់វិញឆ្ងាយណានេះដំបងរកទម្ងន់មិញណៃសិនបាទទម្ងន់មិញណៃដែលស្រកបានតែគាត់ស្រកបានប្រហែលអញ្ចឹងយកដើមគាត់ដកជាមួយនៅសល់ហ្នឹងមកហើយគាត់សម្រក់នៅសល់ប្រហែល62.50 គីឡូបាទនេះគ្រូដកឲ្យនេះណា 65.25 ដល់ 62.5 អញ្ចឹងដាក់មើលទៅចឹងគីឡូបងប្អូនខ្លះចេះ5តម្លាក់ដូចមកមិនបាច់ថែម0ក៏បានដល់សំទោសដោយសារវានៅខាងក្រៅណាបើខាងលើទៅថែម0បាទដកគឺត្រូវថែម0ដើម្បីងាយស្រួលតែលោកអត់ថែមទេដោយសារវានៅខាងក្រៅតម្លាក់បណ្ដាមកបាទ5តម្លាក់ដូចមក2ដក5អត់បានទេខ្ចីជា10អានេះសល់តែ4 10 12 11យើង2 12 12ដក5សល់7អានេះខ្ចីអត់សល់2អត់សល់4 4ដក2សល់2មួយអត់មួយសល់ហើយចឹងគាត់ស្រកបាន2.75 គីឡូក្រាមបាទ7 គីឡូដែរគាត់ស្រកបានណាបន្ទាប់មកយើងរកទម្ងន់របស់ម្នាក់ទៀតរកទម្ងន់របស់មិញណាដែលស្រកបានមិញណាស្រកបានប្រហែលគីឡូអញ្ចឹងយកទម្ងន់របស់គាត់នេះទម្ងន់ដែលគាត់មិនសម្រកហ្នឹង 63.50 ដែលស្រកបាននេះសល់ប៉ុណ្ណេះ 60.10 ចឹងដកបាននេះដកចឹង0 0 0 5ដក1សល់4តម្លាក់ចុចណា3ដក0 3 6ដក0បាទចឹងគាត់ស្រករហូតដល់ទៅ3.40 គីឡូក្រាមចឹងគាត់ស្រកបានច្រើនជាងហ្នឹងណាមិញណាស្រកបានច្រើនជាងមិញណៃដែរបាទអញ្ចឹងយើងបានមិញណាស្រកបានទម្ងន់ច្រើនជាងបណ្ដាច្រើនជាងមិញណៃហ្នឹងឯងចឹងចង់ដឹងថាច្រើនជាងប្រមាណទៀតច្រើនជាងប្រមាណយកបោះមិញណាដកណៃទៅបាទច្រើនជាងដកមិញតិចជាងទេចឹង 3.4 ដក 12.75 នេះ
ថែមសូនអីទៅណាដើម្បីស្រួលដក3.40ដល់2.75សល់15អត់បានទេខ្ចីជា10ហើយសល់3ហើយ10ដល់5សល់5អានេះ3ដល់បានទៀតដល់បានទេខ្ចីជា10អានេះសល់2ណា10បូកនឹងយើង3 13 13ដល់7ចេញសល់6នេះ2ដល់2 0ជាងធ្ងន់ជាងតែ6ចុចសំទៅ0.65គីឡូក្រាមទេបាទជាងកន្លះគីឡូដែរស្រកមកច្រើនជាងណាអញ្ចឹងមិញណាស្រកទម្ងន់បានច្រើនជាងគឺច្រើនជាង0.65អូអានេះដាក់ច្រឡំផ្សេងចុចហ្នឹងប៉ុណ្ណានេះច្រឡំពីខាងក្រៅវិញបាទអញ្ចឹងមានប៉ុណ្ណឹងទេលំហាត់នេះលិបឈីមានប៉ុណ្ណឹងគេទៅគួរសមដែរប៉ុន្តែឲ្យវាពិបាកខ្លាំងมันខ្លាំងតិចតែយើងចេះដកចេះអីដឹងរបៀបធ្វើវាមកជាគណៈតែប្រពន្ធអាចធ្វើបានយកវីដេអូទៅមើលថែមទៅបាទអញ្ចឹងអរគុណសូមរំលឹកជួយចុច like subscribe ហើយជួយ share ចែករំលែកឲ្យមិត្តភក្តិយើងបានសិក្សារៀនសូត្រទាំងអស់គ្នាផងបាទយើងអាចមានលុយរៀនគួរក៏យើងអាចរៀនតាមនោះបានហើយមួយរយៈនេះគឺដោយសារសង្គ្រាមជាមួយនឹងសៀមបាទសៀមវាចូលឈ្លានពានយើងអញ្ចឹងប្រហែលនៅតាមព្រំដែនមកទាត់ព្រំដែនយើងអត់បានរៀនសូត្រទេបាទឈប់អស់រត់នៅស្រុកផ្លោកគ្រប់អីអញ្ចឹងពិបាកមែនតើអញ្ចឹងពួកគាត់អាចសិក្សាតាម Zoom ជាមួយលោកគ្រូអ្នកគ្រូអនឡាញហ្នឹងណាហើយក៏អាចសិក្សាតាម YouTube បាទមើលវីដេអូលោកគ្រូអ្នកគ្រូជាច្រើនដែលគាត់ធ្វើបាទអរគុណជួបគ្នានៅវីដេអូបន្តទៀត